ថ្ងៃនេះខ្ញុំធ្វើដំណើរចេញពីផ្ទះដើម្បីចូលឈ្មោះសិក្សាជំនាញវគ្គខ្លីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាឬហៅកាត់បានថា NPEC បងប្អូនស្ត្រីមានផ្ទះគ្នាយើងនៅផ្ទះយូរមានអារម្មណ៍ថា stress ទៅហើយកុំភ្លេចដកខាត់ជំនាញបន្ថែមផងយើងអាចជ្រើសរើសជំនាញណាមួយដែលយើងពេញចិត្តនៅតាមគ្រឹះស្ថានដែលសហការជាមួយគម្រោង TVET មួយជា5សម្រាប់ខ្ញុំវិញខ្ញុំស្គាល់ឱកាសនេះតាមរយៈ vlog video របស់បងស្រីម្នាក់នៅលើបណ្ដាញសង្គម Facebook ហើយខ្ញុំក៏ធ្វើការស្រាវជ្រាវបន្ថែមនៅលើ page សាលាហើយក៏បានចូលឈ្មោះនៅតាម link ដែលសាលាបង្ហោះសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាមដាន page ផ្លូវការរបស់ក្រសួងការងារ app TVET 1.5 និង page របស់សាលា NPEC ថ្ងៃដំបូងខ្ញុំមានស្គាល់នរណាសូម្បីតែម្នាក់ទម្រាំតែបានជួបបងអូនផ្សេងទៀតដែលគាត់រៀនវគ្គសិក្សានេះនិយាយរួមគឺដើរវង្វេងពេញអគារសាលាតែម្ដងហើយទីធ្លាសាលាគេនេះធំណាស់អ្នកទាំងអស់គ្នាខ្ញុំដើរទៅមកឡើងហត់ហើយតម្រាំតែបានជួបគ្នាមានណាក្នុងគ្នាទិញទឹកញ៉ាំម្នាក់ម្ដងទៅដោយសារតែឃើញទូលក់ភេសជ្ជៈអូតូគេនេះតំណងដែរបន្ទាប់ពីទិញភេសជ្ជៈរួចក៏ខ្ញុំនៅសន្និសីទនាជាមួយបងអូនដែលទៅស្គាល់ថ្ងៃនេះរួចហើយក៏បបួលគ្នាដើរទស្សនកិច្ចនៅក្នុងអគារសាលាគេបន្ថែមទៀតទៅវាជាលើកទី1សម្រាប់ពួកយើងមានណាអ្នកទាំងអស់គ្នាអើយដើរវង្វេងទៅមកទៅលើទៅក្រោមមួយពួកខ្ញុំទាំងអស់គ្នានឹងមកលឿនផងហើយម៉ោងរដ្ឋបាលសាលាគេអត់ទាន់ធ្វើការអញ្ចឹងមានតែនាំគ្នាឈរមើលទេសភាពពីលើអគាររបស់សាលាសិនយ៉ាងណាដែរអ្នកទាំងអស់គ្នាឃើញទេសភាពហើយចង់រៀននៅសាលានេះនៅឈរមើលបានមួយសន្ទុះក៏ម្នាក់នៅក្នុងចំណោមពួកខ្ញុំហ្នឹងគាត់បានតាក់ទងទៅខាងសាលាបានហើយខាងសាលាក៏ឲ្យពួកខ្ញុំទាំងអស់គ្នាហ្នឹងដើរទៅសាលមហោស្រពតម្រាំតែដើររកឃើញសាលមហោស្រពហ្នឹងគឺពួកខ្ញុំទាំងអស់គ្នាត្រូវដើរវិញម្ដងទៀតនិយាយទៅព្រឹកហ្នឹងគឺអត់មានអីការងារអីក្រៅពីដើរវិញនៅក្នុងទីធ្លាសាលាទេតែមានអីទីធ្លាសាលាគេស្អាតដែរអញ្ចឹងវាបានកំសាន្តភ្នែកយើងផងដោយសារយើងអ្នកចំណូលថ្មីអញ្ចឹងណាហើយម្នាក់អាចចំណាយពេលពីផ្ទះមកដល់សាលាអត់ជិតទេដោយអូននៅក្នុងវីដេអូនេះអញ្ចឹងអូនស្រីហ្នឹងខ្ញុំទៅសើគាត់មកពីខេត្តកពតហ្មងណាអ្នកទាំងអស់គ្នាហើយមានបងប្អូនមួយចំនួនទៀតគាត់មកពីបណ្ដាខេត្តឆ្ងាយៗដែរដូចមានខេត្តសៀមរាបអីជាដើមទៀតហើយពួកគាត់ម្នាក់សុទ្ធតែមានការងារធ្វើចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយសៅរ៍អាទិត្យនៅឆ្លៀតមករៀនជំនាញបន្ថែមទៀតអញ្ចឹងបានថាចម្ងាយមិនមែនជាបញ្ហាសម្រាប់អ្នកចង់រៀនទេបន្ទាប់ពី scan QR វត្តមានហើយពួកយើងបានចូលមកក្នុងសាលមហោស្រពដើម្បីស្ដាប់ប្រសាសន៍សំណេរពីគណៈគ្រប់គ្រងរបស់សាលាអូនិយាយអញ្ចឹងខ្ញុំភ្លេចប្រាប់ពីផលប្រយោជន៍ដែលយើងទទួលបានពីកម្មវិធី TVET 1.5ហ្នឹងគឺសិស្សទទួលបានការសិក្សាដ៏ឥតគិតថ្លៃហើយបើសិនបើយើងមានបានសមត្ថភាពគឺយើងអាចទទួលបានកម្រៃជាប្រចាំខែថែមទៀតផងសិស្សនឹងទទួលបានចំណេះជំនាញមួយច្បាស់លាស់ដែលអាចឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្នឬក៏បើជាអាជីវកម្មតខ្លួនក៏បានមួយវិញទៀតនៅពេលដែលចប់វគ្គសិក្សាគឺយើងអាចទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ដោយក្រសួងការងារថែមទៀតផងចំពោះខ្ញុំវិញខ្ញុំយល់ថា TVET 1.5នេះគឺជាឱកាសល្អមែនទែនសម្រាប់ពួកយើងទាំងអស់គ្នាបន្ទាប់ពីចប់កម្មវិធីនៅក្នុងសាលមហោស្រពគឺលោកគ្រូអ្នកគ្រូបាននាំពួកខ្ញុំធួរជុំវិញទីធ្លាសាលាដើម្បីបង្កើនភាពងាយស្រួលនៅក្នុងការសិក្សាបន្ទាប់មកក៏គាត់នាំមកកាន់អគារដែលយើងត្រូវសិក្សាជំនាញដែលយើងបានជ្រើសរើសជំនាញរបស់ពួកខ្ញុំនេះគឺស្ថិតនៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបរិស្ថានកិច្ចដោយមានជំនាញការចម្អិនម្ហូបខ្មែរធុរកិច្ចភេសជ្ជៈនិងការធ្វើនំនេះគឺជាសកម្មភាពដែលលោកគ្រូអ្នកគ្រូនាំពួកខ្ញុំទាំងអស់គ្នាមកធួរនៅកន្លែងដែលពួកខ្ញុំត្រូវសិក្សានិងអនុវត្តមុននេះគឺជាកន្លែងដែលយើងត្រូវរៀនធ្វើនំហើយនេះគឺជាកន្លែងសម្រាប់អ្នកដែលរៀនធ្វើម្ហូបបន្ទាប់ពីចេញពីកន្លែងធ្វើម្ហូបគឺលោកគ្រូអ្នកគ្រូបានមកកន្ទេពួកខ្ញុំទៅចុងខាងលើវិញម្ដងចុងខាងលើនេះគឺជាបន្ទប់សម្រាប់អ្នកដែលគាត់ជ្រើសរើសជំនាញធុរកិច្ចភេសជ្ជៈណាគិតទៅគ្រាន់តែចូលមកដល់បន្ទប់ដែលគេរៀនកាហ្វេនិយាយពីថាឈ្ងុយកាហ្វេយកតែមែនតែនតែម្ដងបើបានញ៉ាំមួយកែវវិញមិនដឹងជាអែមយ៉ាងណាទេអ្នកទាំងអស់គ្នាអើយវាឈ្ងុយពេកនេះគឺជាសកម្មភាពដែលលោកគ្រូធ្វើការបញ្ចូលទៅលើមូលដ្ឋានគ្រឹះនៃការឆុងកាហ្វេណាឥឡូវនេះគឺពួកយើងបានចូលមកក្នុងបន្ទប់មួយទៀតហើយដែលគេធ្វើការសិក្សាទៅលើភេសជ្ជៈដូចគ្នាដែរប៉ុន្តែចូលមកក្នុងបន្ទប់នេះគឺចំណេញអ្នកទាំងអស់គ្នាដោយសារតែអ្នកគ្រូកំពុងតែបង្រៀនតាក់ទងទៅនឹងប្រភេទ Frap ហើយក៏អនុញ្ញាតឲ្យពួកខ្ញុំបានចូលរួមព្រោះនឹងគេដែរចេញពីបន្ទប់អនុវត្តផ្ទាល់មកអ្នកគ្រូក៏បាននាំពួកខ្ញុំមកកាន់បន្ទប់ដែលយើងត្រូវសិក្សាវគ្គទ្រឹស្ដីបន្ទាប់ពីធួចប់ហើយគឺពួកខ្ញុំត្រូវបំបីគ្នាមកផ្ទះរៀនខ្លួនចាវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមរងចាំតាមដានសម្រាប់វីដេអូបន្តទៀតខ្ញុំសូមអរគុណសូមជម្រាបលានិងបាយបាយ